Hello សួស្តីអ្នកគ្នានេះធ្វើដំណើរទស្សនាប្រទេសភ្នំពេញសិតតែអ្នកពលឡាត្រូវរកកន្លែងនេះគឺចិត្តបាត់ដប់យ៉ាងណាក៏ត្រូវតែចេញវីដេអូដែរនេះពីបីហើយទៅក្នុងដែរក្រោយបងអើណាស់ហើយខ្ញុំទៅពួកខ្ញុំអត់ខ្លាចទេស្ទាយដៃពីរទៅដល់ណាក៏មានស្ទាយដៃពីរហ្នឹងដែរ30ទីក្រោយមកបងនេះតើហេតុការមាននារីម្នាក់គាត់បានអះអាងថាត្រូវតែនិយាយគ្នាជាប្រចាំដើម្បីឲ្យកុំឲ្យពលឡានតែពេលនេះនារីម្នាក់នេះកំពុងតែជួបស្ថានភាពដែលមិនអាចទប់ស្កាត់បានហើយពួកយើងបានចេញពីសាលាកាត់ក្តីខ្មែរក្រហមដើរទៅរកកន្លែងរថយន្តក្រុងដើម្បីជិះទៅមកកន្លែងទៀតនេះគឺជាទង្វើរបស់អ្នកស្រែចូលកលនៅលបងលួចដឹងហើយអូរសាស្ត្រីអត់ឃើញក្រៅសក់ស្អាតដែរស្អាតគួរច្រឡំសុខថ្ងៃញ៉ាចាទៅធ្វើក្រៅស្រីគេឆើតាអូយពេញចិត្តខ្លាំងI love មកគេឲ្យចុះហើយយើងជីប្រហែល10នាទីមកយើងក៏មកដល់គុកទួលស្លែងតែម្ដងអញ្ចឹងក៏យើងបានដើរមើលមកផ្លែដែររួចយើងចេញមកទៅកន្លែងផ្សេងទៀតហើយពួកយើងទាំងអស់គ្នាក៏បានមកដល់វិមានឈ្នះរួចញ៉ាំបាយរួចនឹងដើរទស្សនកិច្ចជុំវិញនោះទៀតណាយកព្រឹកមកញ៉ាំងើបពីព្រឹកមកហើយមិត្តភ័ក្តិពួកខ្ញុំម្នាក់ពិតជាហត់មែនទែនអ្នកសារមកតាំងពីម៉ោង5ព្រឹករហូតដល់ម៉ោងប្រហែល12អូទៅណាងកាក់ណាអើយកាក់ដែរអូយខ្ញុំលេចឈ្មោះយីតអូមែនអើខំបាត់ដល់ហើយមិនចេញប្លុកនេះអូលេចអូ3នាក់ដូចគ្នាបាទ3នាក់ដូចគ្នាដែរណាគាត់អង្គុយអត់ស្អាតទេស្អាតទេដល់ឈើរៀងអង្គុយហើយបងអត់ទៅយកផុយគេថតមិនថតច្រើនណាដល់ស្ទាយហ្នឹងពួកម៉ែខ្ញុំដែលឃើញថតរត់ទេហើយអញមើលឃើញសោះចាមិនឆៃត្រង់ឲ្យត្រង់ចាថតស្ទាយស្ទាយទៅមកពីពួកយើងបានសំណេះសំណាលនៅវិមានឈ្នះរួចអ្នកលោកគ្រូដែលបាននាំពួកយើងទៅនឹងក៏នាំពួកយើងមកផ្ទះវិញតែម្ដងឡុកទៅទស្សនកិច្ចមួយនេះបានបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះ